ជាសួរលោកគ្រូនេះគឺជាកិច្ចការ assignment Laravel របស់ខ្ញុំហើយខ្ញុំដាក់ឈ្មោះឲ្យ assignment ហ្នឹងឈ្មោះ task flow អញ្ចឹង task flow ហ្នឹងគឺជាកម្មវិធីគ្រប់គ្រងសាមញ្ញមួយដែលបង្កើតឡើងដោយ Laravel 13ហើយប្រើ SQLite ជា database ហើយនឹងប្រើ Bootstrap 5សម្រាប់ styling អញ្ចឹងសម្រាប់ task flow ហ្នឹងគឺខ្ញុំប្រើ database តាម table ទេហើយមាន4 plate views អញ្ចឹងគោលបំណងដែលខ្ញុំបង្កើត task flow ហ្នឹងមកគឺសម្រាប់គ្រប់គ្រងទៅលើ task management ចឹងកុំឲ្យខាតពេលយូរគឺយើងចូលទៅ demo ហ្មងចឹងឧទាហរណ៍ខ្ញុំ add new task មួយឧទាហរណ៍ថ្ងៃហ្នឹងខ្ញុំចង់ទិញពងទា5ហើយខ្ញុំដាក់ sell ទៅខ្ញុំចុចប៊ូតុង sell ទៅវានឹង load task ហ្នឹងហើយត្រូវទិញពងទា5ហើយឥឡូវឧទាហរណ៍មួយទៀតខ្ញុំចង់ទិញដោះគោ2ហើយខ្ញុំចុច sell មួយទៀតទៅ task ខ្ញុំមួយទៀតគឺទិញដោះគោ2ឯងហើយ let's say ខ្ញុំទិញដោះគោហើយឯងចឹងខ្ញុំចុច tick ទៅមានន័យថាដោះគោហ្នឹងខ្ញុំទិញហើយឯងហើយបើពងទាខ្ញុំអត់តន់ទិញទេខ្ញុំថាឧទាហរណ៍ថាខ្ញុំ plan ទិញ5គ្រាប់ចុះតែឥឡូវខ្ញុំចង់ទិញ8គ្រាប់ចឹងយើងចូលពី edit ហ្នឹងហើយដាក់លេខ8ហ្នឹងទិញពងទា8ចឹងពងទាយើងគឺយើងដូរហើយឯង edit ហើយឯងយើងទៅទិញ8គ្រាប់វិញហើយ let's say ដោយសារតែដោះគោហ្នឹងខ្ញុំទិញហើយឯងអញ្ចឹងខ្ញុំចង់លុបវាចេញពី database អញ្ចឹងគ្រាន់តែចុចពាក្យ delete មកអញ្ចឹងវាចេញពី database យើងឯងហើយឧទាហរណ៍ថាពងទាហ្នឹងទិញហើយទៀតអញ្ចឹងយើងចុចពងទាហ្នឹងទិញហើយមកយើងចុចអាកន្លែង check box នេះមកអញ្ចឹងមានន័យថាពងទាយើងគឺយើងទិញហើយឯងហើយដោយសារយើងទិញហើយអញ្ចឹងយើង delete វាចេញពី database យើងចុច delete មកហើយអញ្ចឹងនេះគឺជា assignment របស់ខ្ញុំ task flow លោកគ្រូវាជា example នៃ CRUD ឬក៏ CRUD ដែលបង្កើតឡើងដោយ Laravel 13ហ្នឹងហើយប្រើ SQLite database ហើយនឹង Bootstrap 5សម្រាប់ styling អញ្ចឹងអរគុណលោកគ្រូពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេ